អ្នកទាំងអស់គ្នាប្រហែលជាដឹងហើយថានៅលើសកលលោករបស់យើងតែងតែមានរឿងរ៉ាវប្លែកៗជាច្រើនមែនទែនថ្ងៃនេះនាងខ្ញុំសូមយករឿងរ៉ាវប្លែកៗទាំង9ប្រភេទលើលោកជាច្រើនដែលអ្នកទាំងអស់គ្នាមិនសូវដឹងទី1ខ្លាឃ្មុំកូឡាមានក្រយៅដៃស្រដៀងមនុស្សរឿងនេះគឺជួនកាលវាជាឧបសគ្គដល់អ្នករឿងសើបក្តីព្រោះថាបើយកក្រយៅដៃនេះទៅពិនិត្យគ្រប់គ្នាប្រកាសជាឈឺក្បាលមិនខានទី2គឺត្រីឆ្លាមភ្លឺនៅកន្លែងងងឹតត្រីឆ្លាមប្រហែល 10% នៃត្រីឆ្លាម540ប្រភេទអាចធ្វើឲ្យខ្លួនវាភ្លឺដើម្បីគ្នាវាមើលមិនឃើញនិងតាក់ទាញចំណី3សត្វស្លាបចេះគណិតវិទ្យាអ្នកទាំងអស់គ្នាប្រហែលជាប្លែកឆាយមកទៅព្រោះអីសត្វស្លាបវាអាចចេះគណិតវិទ្យាគឺសត្វស្លាបនោះគឺសត្វព្រាបការពិតទៅសត្វព្រាបចេះគណិតដូចស្វាដែរមិនត្រឹមតែប៉ុណ្ណោះវាក៏អាចមើលអក្សរ A ដល់ Z បានទៀតផងទី4ឆ្មាស្រែកមាវដាក់តែមនុស្សប៉ុណ្ណោះវាមិនមែនមាវដាក់គ្នាវានោះទេឆ្មាមាវដាក់តែមនុស្សដើម្បីចំណីនិងចំណាប់អារម្មណ៍តែប៉ុណ្ណោះសម្រាប់កូនឆ្មាទៅវាមាវដាក់គ្នាទី5មនុស្សស្រីរងាជាងមនុស្សប្រុសដោយសារតែស្ត្រីមានអត្រាមេតាបូលីសទាបពួកគេមានទំនោរផលិតកម្ដៅតិចជាងបុរសដែលធ្វើឲ្យពួកគេមានអារម្មណ៍ត្រជាក់ឬឆាប់រងាទី6មនុស្សអាចមានពឹសដូចពស់នៅពេលនេះយើងមិនទាន់មានពឹសនោះទេប៉ុន្តែអ្នកវិទ្យាសាស្ត្របានបង្ហាញថានាពេលអនាគតមនុស្សនឹងអាចវិវត្តពឹសក្នុងមាត់ដូចសត្វពស់ដើម្បីសម្របតាមការរស់នៅទី7ពពកមានទម្ងន់ធ្ងន់មើលទៅពពកហោះស្មានថាវាមានទម្ងន់ស្រាលការពិតទៅទំហំវាកាន់តែធំទម្ងន់វាកាន់តែធ្ងន់ទី8ឯកសណ្ឋានអវកាសយានិកមានតម្លៃថ្លៃឯកសណ្ឋានអវកាសយានិកមានតម្លៃប៉ាន់ស្មានប្រហែល15លានដុល្លារទៅ22លានដុល្លារក្នុងមួយឯកតាដែលផលិតក្នុងឆ្នាំ1974បច្ចុប្បន្នវាមានតម្លៃប្រហែល150លានដុល្លារទី9មនុស្សភពផ្កាយអាចនឹងមានពិតគ្មានព័ត៌មានច្បាស់លាស់ណាមួយអំពីមនុស្សភពផ្កាយនៅឡើយទេប៉ុន្តែមិនមានន័យថាពួកគេមិនមានទេព្រោះសកលលោកមានទំហំធំក្រៃលែងដែលយើងមិនទាន់ទៅសពទីកន្លែងអស់ផងនេះគឺជារឿងរ៉ាវទាំង9ប្រភេទលើលោកមនុស្សជាច្រើនមិនសូវជឿដឹងនោះទេ